បាទជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការកែឈ្មោះមានន័យថាកែឈ្មោះដែលខុសសិស្សខុសឈ្មោះលោកគ្រូអ្នកគ្រូអាចកែខ្លួនឯងបានអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូត្រូវ log ចូលទៅក្នុង account របស់លោកគ្រូអ្នកគ្រូបន្តមកទៀតចុចនៅកន្លែងនេះហើយជ្រើសរើសយកពាក្យថាគ្រប់គ្រងសិស្សបន្តមកទៀតលោកគ្រូអ្នកគ្រូត្រូវរកឈ្មោះសិស្សណាដែលគ្រូមានន័យថាឈ្មោះសិស្សដែលខុសហើយគ្រូចង់កែឥឡូវឧទាហរណ៍ទៅខ្ញុំចង់កែឈ្មោះសិស្សកុងដានីកាគឺចុចនៅលើហ្នឹងមកបន្តមកទៀតលោកគ្រូអ្នកគ្រូទៅកែឈ្មោះសិស្សហ្នឹងឲ្យត្រូវអ្វីដែលត្រឹមត្រូវគ្រូសរសេរចូលវិញហើយបន្តមកទៀតលោកគ្រូអ្នកគ្រូត្រូវបំពេញព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនៅតាមប្រឡោះមួយលេខសម្ងាត់មានស្រេចហើយភេទមានស្រេចហើយអញ្ចឹងថ្ងៃខែឆ្នាំកំណើតលោកគ្រូអ្នកគ្រូត្រូវដាក់អញ្ចឹងត្រូវដាក់ទៅតាមតម្រងនេះមានន័យតែឆ្នាំ4ខ្ទង់តបមកខែ2ខ្ទង់ហើយថ្ងៃ2ខ្ទង់ហើយគ្រូត្រូវចាំថានៅកន្លែងនេះគឺជាការសរសេរបំពេញជាអក្សរឡាតាំងបើសិនជាលោកគ្រូអ្នកគ្រូសរសេរជាអក្សរខ្មែរគឺវាអត់ស្គាល់ទេបាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូបំពេញអស់ហើយលោកគ្រូអ្នកគ្រូគ្រាន់តែចុចពាក្យថាកែប្រែវានឹង alert message មួយជោគជ័យឬមិនជោគជ័យហ្នឹងនៅខាងលើនេះបាទអញ្ចឹងឧទាហរណ៍ខ្ញុំបំពេញនៅព័ត៌មាននៅកន្លែងនេះឆ្នាំ2018តមកខែតមកថ្ងៃអញ្ចឹងលោកគ្រូគ្រូពេលបានពេញអស់ហើយប៉ុណ្ណឹងគ្រប់គ្រាន់អស់ហើយគឺគ្រូគ្រាន់តែចុចពាក្យថាកែប្រែអញ្ចឹងការកែប្រែហ្នឹងនឹងទទួលបានជោគជ័យលើនៅខាងលើនេះបាទអញ្ចឹងការកែឈ្មោះរបស់សិស្សដែលខុសគឺមានតែប៉ុណ្ណឹងអរគុណច្រើន